ឆ្លងទន្លេដ៏សែនពិបាកបន្ទាប់ពីវាយបានក្រុមលូឆារួចមកទ័ពធំរបស់ទ័ពរំដោះត្រូវឆ្លងទន្លេតាទូលជាបន្ទាន់ដើម្បីកម្ចាត់ពួកទ័ពគួមីតាក្រុមដើរតាមថ្មីត្រូវបានបញ្ជាឲ្យទទួលទ័ពរំដោះជួបមុខក្នុងការការលើការសុំឆាយហើយក៏ទទួលបានជោគជ័យក្នុងការវាយប្រហារយកសាលាខាងសុំឆាយពួកមេទ័ពនេះចិត្តសាហាវព្រៃផ្សៃខ្លាំងណាស់ពួកវាយកអីមកបានតាមខ្លួនវាក៏រត់ចោលទាំងអស់ខ្មាំងចាប់យកកប៉ាល់ទាំងអស់នៅឆ្នេរសមុទ្រខាងត្បូងផ្លូវទីមួយគត់ដើម្បីឆ្លងទន្លេគឺតាមស្ពានបណ្ដែតទឹកចរន្តទឹកតាទូលមានល្បឿនលឿននិងមានទឹកពុយថែមទៀតស្ពានបណ្ដែតទឹកមិនងាយសាកសមនោះទេមេកុងខ្ញុំឃើញមនុស្សប្រមាណអ្នកដែលលុបលុននៅតាមឆ្នេរពិតជាគួរសង្ស័យណាស់អាចថាមិនស្រួលហើយខ្ញុំទៅពិនិត្យមើលសិនត្រូវប្រយ័ត្នខ្លួនឲ្យស្គីមស្កាត់បំផុតក្រុមពីរមកតាមខ្ញុំមេផ្ទះលីវអាយលាក់ទុកមែនណានៅខាងមុខនេះហើយមេផ្ទះលីវពិតជាបានគិតគូរមកចិត្តមែនមិននឹងស្មានថាលោករៀបចំផែនការមុនចឹងសោះអរគុណហើយដែលលោកម្ចាស់សរសើរអូទុកមកអូលោកម្ចាស់ពួកទ័ពឈួនបញ្ជាឲ្យពួកយើងយកទូឲ្យគេទាំងអស់តែពួកយើងបានលាក់ទូមួយខ្ញុំខ្លាចតែយើងធ្វើមិនដាក់ពួកវារត់ឲ្យទៅខ្លួនវាទេហើយមិនឲ្យយើងទៅជាមួយលោកម្ចាស់និយាយត្រូវបើពួកយើងជួបនឹងទ័ពរំដោះពួកយើងច្បាស់ជាមានរឿងធំហើយកុំបារម្ភអីទ័ពរំដោះយើងមើលថែអ្នកទោសបានល្អណាស់អរគុណហើយដែលជួយពួកយើងចាប់ពួកគេទៅហើយអូទូដាក់ចាំងភ្លាមទទួលបញ្ជាទៅហៅដើមស្នេហ៍សុនមកទីនេះបាទមិននឹកស្មានថាឯងពិតជាបានទូមួយមែនសោះគួរឲ្យស្ដាយវាមានតែមួយតែខ្ញុំរីកាទៅថ្នាក់លើហើយសូមរីកាថ្នាក់លើបានតបមកវិញហើយថ្នាក់លើថ្មីថ្នាក់លើបញ្ជាពួកយើងប្រើទូដើម្បីវាយប្រហារយកសាលាឲ្យបានលឿនបំផុតនឹងទៅមកខាងទៀតដើម្បីប្រមូលទូឲ្យបានច្រើនការរចនាទូនេះចម្លែកណាស់ច្បាស់ជារចនាឡើងជាពិសេសសម្រាប់ចរន្តទឹកនេះហើយខ្ញុំខ្លាចថាមានតែអ្នកចៅទូស្រុកនេះប៉ុណ្ណោះទើបអាចចៅមកទីនេះខ្ញុំជាអ្នកដទៃទេឲ្យខ្ញុំត្រូវអ្នកចៅទូមកពីណាទៅពួកយើងមានតែធ្វើតាមវិធីនេះប៉ុណ្ណោះនាំគ្នាទៅសួរតាមផ្ទះអ្នកស្រុកទៅអញ្ចឹងពួកយើងចាប់ដើមរីកម្លាំងតាមសួរច្រើនទៅណាមកចាប់ផ្ទះមាននៅផ្ទះអត់បើទ្វារលោកនេះខ្ញុំរកបានមួយហើយខាងកាប់ភ្លើមានមនុស្សម្នាក់ឈ្មោះឈួយសេងឈូគេគឺជាមនុស្សស្មោះត្រង់ហើយប្រកាយចៅទូទៀតតោះនាំយើងទៅមើលប៉ុន្តែលើកថាគេមិនព្រមចៅទូឲ្យឡាយផូភីហើយទៅត្រូវចាប់កាលពី3ថ្ងៃមុនពួកគេមិនដឹងថាគុំអ្នកណាទេតោះពួកយើងទៅសួរគេតែម្ដងទៅដើរខ្ញុំសួរលោកគុំខ្លួនស៊ុយជិញជូនៅកន្លែងណាគឺថាខ្ញុំមិនដឹងថាលោកកំពុងនិយាយអីនោះទេណាឡាយផូភីឆាប់ឆ្លើយនឹងជិះមកមិនចឹងទេខ្ញុំនឹងបាញ់លោកតែម្ដងលោកបងកុំបាញ់ខ្ញុំអីខ្ញុំប្រាប់គឺត្រូវជាប់ឃុំនៅក្នុងដានក្រោមផ្ទះខ្ញុំលោកបងស៊ុយបងនិយាយបាញ់ហើយខ្ញុំមិនអីទេជីវិតខ្ញុំថ្លៃណាស់គ្រាន់តែរឿងប៉ុណ្្នឹងនោះមិនធ្វើឲ្យខ្ញុំលំបាកអីទេចឹងល្អហើយពួកយើងចង់សុំឲ្យលោកជួយទៅពួកលោកជាអ្នកជួយជីវិតខ្ញុំថែមទាំងជួយដាក់ទោសអាឡៃផូភីនោះទៀតមិនបាច់ខ្លាចចិត្តទេលោកទាហានបើមានអីចង់ឲ្យខ្ញុំជួយឆាប់និយាយភ្លាមមកណាលោកបងស៊ុយស្អែកពួកយើងចង់ទៅស្រឡាំងនៅម្ខាងទៀតពួកយើងចង់ឲ្យបងជួយចែងតិចប៉ុន្តែវាគ្រោះថ្នាក់ណាស់លោកចិត្តខ្ញុំចោះពួកយើងទ្រាំនឹងការគៀបសង្កត់របស់អាឡៃផូភីនឹងតបជួនគ្រប់គ្រាន់ហើយបើតបរបស់នៅខាងពួកយើងទៅហើយខ្ញុំនឹងបន្ថយជីវិតរបស់ខ្ញុំចោះអរគុណណាស់លោកបងស៊ុយលោកបងស៊ុយបរិយានេះបងលោកទុកច្រើនហើយខ្ញុំទើបតែធ្វើម្ហូបឆ្ងាញ់ហើយពួកយើងទៅហូបទាំងអស់គ្នាទៅធ្វើអញ្ចឹងមិនកើតទៅគ្រប់គ្រងស្រាដីមកតាមខ្ញុំមកខ្ញុំបានធ្វើម្ហូបសុខកម្ដៅស៊ីករបស់ខ្ញុំជាពិសេសដល់ខ្ញុំមិនដែលសាកម្ហូបសុខនោះទេហើយឃើញទេតោះពួកយើងទៅយកមកវាកិច្ចដ៏រុងរឿងក្នុងការឆ្លងទន្លេតាទូត្រូវបានប្រគល់ឲ្យក្រុមពីររបស់ពួកយើងហើយពួកឯងមានទំនុកចិត្តដែរទេមានវិជាការសឹងខ្ញុំចង់ដឹកនាំក្រុមវាយលោកមានវិជាការសឹងពិតជាល្អណាស់មានវិជាការសឹងខ្ញុំអាចសង្ខេប3នាក់ទៀតបានទេមេកងស៊ីវនេះគឺពួកយើងសតែជាសមាមិត្តបដិវត្តដូចគ្នាស្រឡាញ់ស្មើគ្នាសមាមិត្តដែលសង្ឃឹមនៃតបរំដោះពួកយើងគឺនៅលើស្មាពួកអញហើយខ្ញុំជូនពួកអញទទួលបានជោគជ័យពួកយើងនឹងសម្រាប់កិច្ចការនេះបានមនុស្សច្រើនពេកហើយអញ្ចឹងពួកយើងចែកជាពីរក្រុមទៅពួកយើងចែកជាពីរក្រុមមួយ9នាក់មានវិជាការសង្ឃនឹងខ្ញុំជាអ្នកដឹកនាំក្រុមទី1មានវិជាការសង្ឃដឹកនាំក្រុមទី2បាទលោកនេះតបរបស់កំពុងតែឆ្លងទន្លេបាញ់ព្រាមទៅការពីពួកគេក្រុមស្នេហ៍ពួកជួយចូលទៅពួកអ្នកនៅខាងលើនោះកំពុងធ្វើស្អីមិនគុំឆាប់បាច់ទៅតែគឺពួកយើងអាចបាញ់ពួកលើបានទៀតបើនៅតែបាននេះទៀតទូនឹងលេចហើយមិនកាត់ទេទូលេចខ្លាំងណាស់ខ្ញុំរំមិនកាត់ទេបាញ់ទៅអញកំពុងក្បាលជើង
រាយការណ៍កបយើងមានតែកំពើខ្មៅមួយហើយកបមានតែ3តែម្ដងទេ បញ្ជាបានយើងត្រូវកំទេចមូលដ្ឋានស្ក្រែបាន ទោះជាណាលើបញ្ជាអត្រាកំពើធំដើម្បីការពារធំ ទីបំផុតឲ្យវិញខ្ញុំហើយចាំលេខបានហើយ លោកគ្រូក្រុមតបរបស់យើងនៅសល់គ្រាប់តែ3គ្រាប់តែប៉ុណ្ណោះទេក្រែងលន់ គ្មានក្រៃលោអីទេខ្ញុំមិនអត់ជិះជីពេលវេលាទេដាក់គ្រាប់ បាទ គឺបានដល់ណា ចាំឡើង បាទឆ្លាប់បាច់តទៅ បងជួយខាងខាងទៅលើមកទៀតគឺយើងបាញ់កាប់ទៀត សម្រាប់តរបស់ទៅលើឆ្លាប់ឲ្យអស់តែម្ដងទៅចូលបងទៅឆ្លាប់ ដាក់គ្រាប់ ទៅទៅ បាននេះដាក់គ្រាប់ បាទចុះខ្លាញ់យោរំរំដោះមិនមែនមកតែប៉ុណ្្នឹងអ្នកទេឆាប់បាញ់វិញទៅយកសម្រាប់ចូលចុងក្រោយស្លាងនៅតែជារបស់យើង សំណាងមែន សម្រិកាអ្នកទូសារភាពថាមានសារពីទៀតប៉ុន្តែគ្មានការខូចខាតគ្រប់គ្រាន់ទេគួរចាយប្រាកាបាន ទូកអាចជួយចូលបានតែអ្នកចៅនោះ មេកងស៊ីវទូឲ្យខ្ញុំជាអ្នកចាត់ការខ្ញុំនឹងទៅអានសុំឆាងវិញដើម្បីហៅបងប្អូនរបស់ខ្ញុំមកជួយអូលោកជួសជុលទូឲ្យតែឆាប់ហើយទៅ អរគុណហើយបងសួយ ហើយឆាប់នាំកម្លាំងរបស់យើងទៅជួសជុលទូឲ្យលឿនទៅ ទទួលបញ្ជា ពិតច្រឡំណាស់បានដូចយើងអាចនាំទ័ពឆ្លងទន្លេបានហើយ